នឹងមានអ្វីកើតឡើងបើសង្គ្រាមមួយក្នុងមជ្ឈមបូព៌ាអាចធ្វើឲ្យតម្លៃប្រេងឡើងខ្លាំងនិងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលនៅឆ្នាំ2026សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារដ៏ធំបំផុតមួយទៅលើអ៊ីរ៉ង់ដែលមិនត្រឹមតែបំផ្លាញគោលដៅយោធាប៉ុន្តែបានបង្កការភ័យខ្លាចថាវាអាចបំផ្លាញស្ថិរភាពថាមពលនិងជំរុញពិភពលោកទៅកាន់វិបត្តិថ្មីមួយខណៈដែលអ៊ីរ៉ង់បានឆ្លើយតបដោយមីស៊ីលនិងបិទការដឹកជញ្ជូនប្រេងនៅក្នុងតំបន់ទាំងមូលឆ្ពោះទៅរកស្ថានភាពដែលគ្មាននរណាអាចគ្រប់គ្រងបាននៅក្នុងវីដេអូនេះយើងនឹងវិភាគថាតើហេតុអ្វីសង្គ្រាមនេះកើតឡើងតើអ្នកណាកំពុងគ្រប់គ្រងល្បែងយុទ្ធសាស្ត្រនិងសំណួរសំខាន់បំផុតតើវានឹងបញ្ចប់នៅទីនេះឬកំពុងតែចាប់ផ្ដើមប៉ុណ្ណោះនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាដ៏ធំបំផុតមួយទៅលើអ៊ីរ៉ង់ដែលត្រូវបានមើលឃើញថាជាការវាយប្រហារដើម្បីបំផ្លែងតុល្យភាពអំណាចនៅក្នុងតំបន់មជ្ឈមបូព៌ាគោលដៅមិនត្រឹមតែវាយប្រហារធម្មតាទេប៉ុន្តែផ្ដោតលើសរសៃសំខាន់នៃអំណាចយោធារបស់អ៊ីរ៉ង់រួមមានកម្មវិធីនុយក្លេអ៊ែរប្រព័ន្ធមីស៊ីលបណ្ដាញការពារដែនអាកាសនិងមូលដ្ឋានបញ្ជាការកម្ពុជាអត្ថន័យនៃការវាយប្រហារនេះគឺព្យាយាមបំបាក់សមត្ថភាពអ៊ីរ៉ង់មុនពេលវាក្លាយជាអំណាចដែលមិនអាចគ្រប់គ្រងបានក្នុងរលកវាយប្រហារដំបូងមានរបាយការណ៍ថាមេដឹកនាំកម្ពុជាអាយ៉ាតូឡាអាលីខាមេនេត្រូវបានសម្លាប់ដែលជាការប្រែប្រួលធំមួយក្នុងរចនាសម្ព័ន្ធអំណាចយោធារបស់អ៊ីរ៉ង់បន្ទាប់មកម៉ូថាបាខាមេនេត្រូវបានដាក់ជាមេដឹកនាំថ្មីប៉ុន្តែភាពមិនច្បាស់លាស់អំពីស្ថានភាពរបស់គាត់បានបង្កអស្ថិរភាពបន្ថែមក្នុងប្រទេសការឆ្លើយតបរបស់អ៊ីរ៉ង់កាត់ឡើងយ៉ាងលឿននិងមានទិសដៅច្បាស់ដោយបាញ់មីស៊ីលនិងដ្រូនទៅលើអ៊ីស្រាអែលនិងមូលដ្ឋានយោធាអាមេរិកនៅតំបន់ Gulf ក្នុងពេលតែមួយក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ដូចជា Hezbollah នៅលីបង់និងក្រុមយោធានៅអ៊ីរ៉ាក់បានបើកការវាយប្រហារជាបន្តបន្ទាប់ដែលធ្វើឲ្យសង្គ្រាមមិននៅតែប្រទេសមួយទៀតឡើយនៅចំណុចនេះវិវាទមួយបានបំផ្លាញខ្លួនពីការប្រយុទ្ធរវាងប្រទេសទៅជាសង្គ្រាមបណ្ដាញដែលពាក់ព័ន្ធនឹងតួអង្គជាច្រើននិងមានហានិភ័យខ្ពស់ក្នុងការរីករាលដាលទៅទូទាំងតំបន់និងប៉ះពាល់ដល់សន្តិសុខពិភពលោកទីមួយដែលយើងត្រូវយល់គឺការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមិនគ្រាន់តែជាការវាយប្រហារធម្មតាទេប៉ុន្តែជាការព្យាយាមបំបាក់កម្លាំងយោធារបស់អ៊ីរ៉ង់មុនពេលវាខ្លាំងពេកមូលហេតុសំខាន់គឺការព្រួយបារម្ភថាអ៊ីរ៉ង់អាចមានអាវុធនុយក្លេអ៊ែរសម្រាប់អ៊ីស្រាអែលនេះមិនមែនជាបញ្ហានយោបាយទេប៉ុន្តែជាបញ្ហាសន្តិសុខជាតិដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រទេសហេតុនេះហើយបានជាការវាយប្រហារត្រូវបានធ្វើឡើងលើគោលដៅសំខាន់ដូចជាកន្លែងអភិវឌ្ឍនុយក្លេអ៊ែរប្រព័ន្ធមីស៊ីលនិងការពារដែនអាកាសដើម្បីធ្វើឲ្យអ៊ីរ៉ង់បាត់បង់សមត្ថភាពឆ្លើយតបក្នុងរយៈពេលវែងប៉ុន្តែអ៊ីរ៉ង់មិនងាយចាញ់ទេប្រទេសនេះមានវិធីប្រយុទ្ធដែលមិនចាំបាច់ប្រើអាវុធទំនើបទេប៉ុន្តែប្រើចំនួននិងការចែកចាយកងកម្លាំងទៅកន្លែងជាច្រើនមានន័យថាទោះបីត្រូវវាយប្រហារខ្លាំងក៏នៅតែអាចតបស្នងវិញបានភ្លាមដូច្នេះសង្គ្រាមនេះមិនងាយបញ្ចប់លឿនហើយអាចបន្តយូរនិងចំណាយធនធានខ្ពស់ចំណុចទី2គឺអំណាចពិតប្រាកដរបស់អ៊ីរ៉ង់មិនស្ថិតនៅក្នុងប្រទេសខ្លួនឯងតែប៉ុណ្ណោះទេប៉ុន្តែស្ថិតនៅក្នុងក្រុមសម្ព័ន្ធមិត្តរបស់វាក្រុមដូចជា Hezbollah នៅលីបង់និងក្រុមយោធានៅអ៊ីរ៉ាក់អាចបើកការវាយប្រហារពីទីតាំងផ្សេងៗគ្នាក្នុងពេលតែមួយនេះមានន័យថាសង្គ្រាមមិនមែននៅទីតាំងតែមួយទេប៉ុន្តែអាចកើតឡើងនៅកន្លែងច្រើនក្នុងពេលតែមួយប៉ុន្តែក៏មានកត្តាដែលអាចទប់ស្កាត់ផងដែរប្រទេសនៅតំបន់ Gulf មិនចង់ឲ្យសង្គ្រាមធំឡើងពេកពីព្រោះវាអាចបំផ្លាញសេដ្ឋកិច្ចនិងប្រេងរបស់ពួកគេក្នុងពេលតែមួយពួកគេក៏មិនចង់ឲ្យអ៊ីរ៉ង់នៅតែខ្លាំងដែរនេះធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញនិងពិបាកគ្រប់គ្រង
ចំណុចទី3គឺអាវុធសំខាន់បំផុតរបស់អ៊ីរ៉ង់មិនមែនជាមីស៊ីលទេប៉ុន្តែជាទីតាំងភូមិសាស្ត្រច្រកសមុទ្រហាមូសគឺជាច្រកដែលប្រេងប្រហែល 20% នៃពិភពលោកត្រូវឆ្លងកាត់បើអ៊ីរ៉ង់រំខានតែបន្តិចក៏អាចធ្វើឲ្យតម្លៃប្រេងឡើងខ្លាំងភ្លាមៗនៅពេលប្រេងឡើងថ្លៃវាមិនប៉ះពាល់តែប្រទេសធំៗប៉ុណ្ណោះទេប៉ុន្តែវាប៉ះពាល់ដល់ជីវភាពមនុស្សទូទៅដូចជាតម្លៃសាំងអាហារនិងការដឹកជញ្ជូននេះបង្ហាញថាសង្គ្រាមនៅទីតាំងមួយអាចប៉ះពាល់ដល់ពិភពលោកទាំងមូលចំណុចចុងក្រោយគឺការខ្វះផ្លូវចេញពីសង្គ្រាមនៅពេលដែលគ្មានការចរចាហើយភាគីទាំងពីរបន្តវាយប្រហារមានន័យថាសង្គ្រាមនឹងបន្តឡើងដោយគ្មាននរណាចង់ដកខ្លួនមុនបញ្ហាគឺកំហុសតូចមួយឬការគណនាខុសតែបន្តិចក៏អាចធ្វើឲ្យស្ថានភាពធ្ងន់ធ្ងរឡើងយ៉ាងឆាប់រហ័សនេះហើយជាហានិភ័យធំបំផុតដែលធ្វើឲ្យវិវាទនេះក្លាយជាសង្គ្រាមក្នុងតំបន់សង្គ្រាមរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់មិនមែនជាវិវាទយោធាទូទៅទេវាជាការប្រកួតប្រជែងអំណាចធំមួយដែលភ្ជាប់រវាងយោធាថាមពលនិងសេដ្ឋកិច្ចពិភពលោកអ្វីដែលធ្វើឲ្យស្ថានភាពនេះគួរឲ្យបារម្ភគឺវាមិនមានព្រំដែនច្បាស់លាស់ការបាញ់មីស៊ីលមួយនៅមជ្ឈមបូព៌ាអាចប៉ះពាល់ដល់តម្លៃប្រេងនៅទូទាំងពិភពលោកនិងចុងក្រោយវិញប៉ះពាល់ដល់ជីវភាពប្រជាជនធម្មតាសំខាន់គឺក្នុងសម័យបច្ចុប្បន្នសង្គ្រាមមួយមិននៅត្រឹមតែសមរភូមិទេប៉ុន្តែអាចក្លាយជាវិបត្តិសេដ្ឋកិច្ចនិងសន្តិសុខសម្រាប់ពិភពលោកទាំងមូលហើយអ្វីដែលគួរឲ្យគិតជាងគេនោះគឺមិនមែនថានរណាឈ្នះទេប៉ុន្តែថាតើមាននរណាអាចគ្រប់គ្រងការកើនឡើងនៃវិវាទនេះបានដែរឬទេតើវិវាទនេះនឹងបញ្ចប់ដោយការចរចាឬវានឹងបន្តឡើងដល់កម្រិតដែលគ្មាននរណាគ្រប់គ្រងបាន